យន្តហោះចម្បាំងថៃ AT-68 ដែលធៀកមានតម្លៃ$17.8 លានអាមេរិកតាមការផ្សាយរបស់ខោសុតយន្តហោះចម្បាំងថៃ AT-68 បានធៀកក្នុងអំឡុងពេលបំពេញបេសកកម្មបង្ហាត់ហោះហើរនៅភូមិហួយហ្វាងស្រុកចាំតងខេត្តឈៀងម៉ៃខណៈ Bangkok Post ផ្សាយថាយន្តហោះនេះមានតម្លៃប្រហែល$17.8 លានអាមេរិកក្នុងមួយគ្រឿងបើករួមបញ្ចូលទាំងកញ្ចប់សេវាកម្មគាំទ្រហេតុការណ៍ធ្លាក់យន្តហោះនេះកើតឡើងនាវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃប្រហ័សទី29ខែមករាឆ្នាំ2026បណ្ដាលឲ្យស្លាប់អាកាសយានិក2នាក់ប៉ុន្តែមូលហេតុនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេគ្រាន់តែគេដឹងថាយន្តហោះនេះទើបដាក់ឲ្យចូលបំពេញបេសកកម្មមិនទាន់បាន1ឆ្នាំផងយន្តហោះនេះដែលមានឈ្មោះពេញ Beechcraft AT-68 Wolverine គឺជាយន្តហោះចម្បាំងប្រភេទវាយប្រហារស្រាលនិងឆ្លូបយកការងារដែលកងទ័ពអាកាសថៃបញ្ជាទិញពីក្រុមហ៊ុន Textron Aviation របស់សហរដ្ឋអាមេរិក AT-68 ប្រើម៉ាស៊ីនស្លាបចក្រប្រភេទ Turboprop Pratt & Whitney PT6A 68D ដែលមានកម្លាំងខ្លាំងនិងស៊ីប្រេងតិចវាមានល្បឿនអត្តបិមប្រហែល585គីឡូម៉ែត្រក្នុង1ម៉ោងនិងហោះក្នុងរយៈកម្ពស់ខ្ពស់ដល់9400ម៉ែត្រAT-68 អាចបំពាក់គ្រាប់បែកនាំផ្លូវដោយ laser គ្រាប់រ៉ុកែតនិងកាំភ្លើងយន្តវាមានចំណុចព្យួរអាវុធចំនួន7កន្លែងនៅក្រោមស្លាបនិងតួខ្លួនមិនត្រឹមប៉ុណ្ណោះវាបំពាក់ដោយកាមេរ៉ានិងប្រព័ន្ធ laser L3 Westcam MX-15D សម្រាប់ស្វែងរកគោលដៅទាំងយប់ទាំងថ្ងៃនិងមានប្រព័ន្ធព្រឺមាននៅពេលសត្រូវបាញ់មីស៊ីលមកលើខ្លួននិងប្រព័ន្ធបាញ់ភ្លើងដើម្បីបញ្ឆោតមីស៊ីលសត្រូវថៃបានបញ្ជាទិញ AT-68 ចំនួន8គ្រឿងពីក្រុមហ៊ុន Textron ក្រុមហម្រោងដែលចុះហត្ថលេខាកាលពីឆ្នាំ2021យន្តហោះស្តង់នេះត្រូវបានផលិតនិងបញ្ជូនជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកមកកាន់ប្រទេសថៃជាបន្តទៀត